រឿងរ៉ាវបរិសុទ្ធពីរនាក់ដែលទៅស៊ីឈ្នួលស្ទូចទូកុងតឺន័រដែលមានអ្នកជួលតាក់ទងឲ្យគាត់ទៅធ្វើការស្ទូចហើយក៏ត្រូវបានម្ចាស់នៃទូកុងតឺន័រធ្វើការដាក់ពាក្យបណ្ដឹងនឹងគាត់ខ្លួនដោយម្សិលមិញនេះគឺឃើញเพจរបស់លោកពូផៃវណ្ណៈបានធ្វើការបង្ហោះដោយគាត់បានធ្វើការដាក់ការសន្និដ្ឋានថាពាក់ព័ន្ធទៅនឹងករណីហ្នឹងគាត់អាចធ្វើការសន្និដ្ឋានថាអាចជាករណីមួយដែលរៀបចំជាគម្រោងធ្វើស៊ីទៅលើអ្នកដែលទៅស្ទូចទូកុងតឺន័រហ្នឹងបាទអញ្ចឹងបន្ទាប់មកទៀតលោកពូផៃវណ្ណៈបានធ្វើការបង្ហោះសារបន្ថែមទៀតតាក់ទងទៅនឹងការបញ្ជាក់ថាលោកពូបានផ្ដាំទៅកាន់ក្រុមគ្រួសាររបស់បរិសុទ្ធពីរនាក់ដែលទៅស្ទូចទូកុងតឺន័រហ្នឹងគឺហាមដាច់ខាតគឺមិនអោយយកលុយទៅបង់ជាសំណងអ្វីមួយទៅកាន់ម្ចាស់ទូកុងតឺន័រដែលជាដើមមិនដឹងជាដាច់ខាតហើយអ្វីដែលកាន់តែពិសេសនោះគឺនៅម៉ោងប្រហែលជា7 យប់លោកពូផៃវណ្ណៈបានធ្វើការ live show តាមរយៈ page ផ្លូវការរបស់លោកពូបន្ថែមទៀតពាក់ព័ន្ធទៅនឹងរឿងរ៉ាវហ្នឹងតោះឥឡូវនេះថាតើលោកពូផៃវណ្ណៈបានធ្វើការលើកឡើងយ៉ាងដូចម្ដេចពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលគាត់ខ្លួនបរិសុទ្ធពីរនាក់ដែលជាអ្នកទៅស្ទូចទូកុងតឺន័រហ្នឹងតោះឥឡូវមកស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនម៉ោងនេះយើងត្រូវតាមស្រាវជ្រាវចាប់រកនេះអាមួយលេខទូរស័ព្ទនេះ097 26 82 267នេះគឺត្រូវសមត្ថកិច្ចត្រូវតាមស្រាវជ្រាវចាប់អាមួយហ្នឹងបានយើងដឹងសខ្មៅថាហ្នឹងលួចមែនតែកងឡានហ្នឹងខុសខិតលួចមែនឬមួយក៏អាហ្នឹងវាទៅលួចខ្លួនឯងឬមួយក៏មានការខុសខិតគ្នាធ្វើស៊ីឡានឆ្លូចណាអញ្ចឹងអាម៉ោងនេះយើងចាប់អានេះអត់បានណាហើយយើងយកមនុស្សដែលអត់ដឹងអីយកទៅដាក់គុកខ្លាចជនរងគ្រោះដោយសារជនរងគ្រោះជាប៉ូលីសអានេះខ្ញុំអត់លាក់ទេមន្ត្រីប៉ូលីសទាំងនៅក្រុងទាំងនៅខណ្ឌគេប្រាប់មកអញ្ចឹងគ្នាសុំតំណាងកាយការថាងបងរឿងហ្នឹងមើលទៅតូចតាចទេឬអត់មានអីធំដុំទេហើយម្យ៉ាងទៀតកុងតឺន័រហ្នឹងក៏អត់បាត់ដែរគ្នាទៅស្ទូចទៅឃើញអញ្ចឹងដំបូងយើងគិតថាគ្នាចោលប៉ុន្តែដល់ពេលយើងស្រាវជ្រាវស្ដាប់ហេតុផលទៅគ្នាអត់មានចោលទេណាព្រះញ្ញាគេថាអត់ទេបញ្ជូនមកតែយើងដោះលែងហ្នឹងស្អីប៉ូលីសជាដើមមិនដឹងហ្នឹងបង្ហោះ Facebook ជេរយើងចុយម៉ែចុយដល់និយាយអញ្ចឹងទៅជាអ្នកច្បាប់លេងអនុវត្តច្បាប់លេងស្ដាប់ហេតុផលបែរជាខ្លាចអំណាចដើមមិនដឹងជាប៉ូលីសហ្នឹងអត់ទេមកខ្ញុំដែរនេះលោកប៉ូលីសហ្នឹងតែឃើញខ្ញុំបង្ហោះលេខប្រហែលទេហើយជាលេខហ្នឹងសង្ស័យ031 3 ដង 0077ណាអត់ទេមកគាត់បានលេខខ្ញុំតាមរយៈអូនភុលវិសាលឯណាហ្នឹងបាទគាត់ចង់ការពារស្អាតស្អំឯណាគាត់ថាគាត់អត់មានធ្វើស៊ីខ្ញុំអត់មានចោទគាត់ធ្វើស៊ីទេប៉ុន្តែខ្ញុំឃើញទម្រង់នេះមកវាអត់មានអីនៅលើគោកទី1មូលហេតុតែគេសន្និដ្ឋានមតិមហាជនសន្និដ្ឋានធ្វើស៊ីដោយសារថាទី1មនុស្សម្នាក់ទៅហៅឡានស្ទូចមកអញ្ចឹងឡានស្ទូចហ្នឹងទៅដល់គេគាត់អត់ឲ្យស្ទូចគ្នាក៏មកវិញគ្នាចេញមកមិនបានប្រហែលនាទីផងប៉ូលីសមកដល់ភ្លាមអីប៉ូលីសមកដល់ភ្លាមនៅនេះកម្រមានប៉ូលីសណាជប់មកដល់ខ្ញុំនិយាយអស់កម្រមានណាជប់លើកទូរស័ព្ទប៉ូលីសមកដល់ភ្លាមបាទគឺជារឿងកម្របំផុតបាទរឿងកម្រខ្ញុំអត់ចោទថាប៉ូលីសមិនទេតែគាត់ថាវាជប់ប៉ូលីសបានមកដល់ភ្លាមអញ្ចឹងខ្ញុំសូមសំណូមពរពីនេះទៅសូមឲ្យលោកតំណាងអัยការឬក៏លោកចៅក្រមមេត្តាអាណិតប្រជារាស្ត្រគុណខ្សោយយើងផងគាត់អត់មានចោលណាទៅលួចខ្វះអីលួចទៅលួចកុងតឺន័រថ្លៃប្រហែលប្រៀបធៀបជាមួយឡានបើគាត់ចង់លួចគាត់ត្រលហេងហាមគាត់ចាំបាច់ទៅលួចកុងតឺន័រនាំស្ទូចអីប្រហែលស្អីគាត់លួចឡានតកែគាត់តែម្ដងទៅយកទៅលួចនៅណាក៏បានណាឡានបើតកែឲ្យបើកអីចាំបាច់ទៅលួចឡានស្ទូចទៅយកឡានទៅស្ទូចកុងតឺន័រហ្នឹងទៅលួចអាណាលួចអាណីផងបាទអានោះបើយើងគិតអំពីផ្លូវអាក្រក់ថាតែកុងឡានហ្នឹងគ្រូឡានគឺសុទ្ធតែជាមនុស្សអាក្រក់គាត់ចាំបាច់ទៅលួចកុងតឺន័រគាត់លួចឡានតកែគាត់មកទៅស្រួលតកែគាត់កូនឡានគាត់បើកអត់ឯងតើចាំបាច់ណាស់ទៅឬតែត្រូវតែគុំខ្លួនត្រូវតែដាក់គុកនេះតើអំណាចអ៊ុនស្រុនហ្នឹងកាយប្រហែលសក់ប្រហែលមើលបងប្អូននៅខាងមហាផ្ទៃជួយសក់មើលឈ្មោះហ្នឹងនៅអង្គភាពណាសុំមើលមុខតិចមើលអីក៏កាចមិនហើយរងគ្រោះហ្នឹងបាត់ស្អីខ្លះហើយគេទៅលួចគាត់ហ្នឹងយើងដឹងច្បាស់ថាគេចោលបើចាប់អាមួយនោះក៏បានគាត់បើចាប់បានគេសារភាពអូខេសុំទោសទៅយកដាក់គុកវាមានហូបពេលទេហើយតាមដឹងឬគ្រូឡានហ្នឹងគ្នាថៃយកដីយកផ្ទះជួយចាប់ហើយមកជួយចាប់នឹងគេជួយចាប់ដាក់គុកនេះទៀតជនភៀសសក់ម្នាក់នៅក្នុងពីរនាក់នឹងមានជនភៀសសក់ម្នាក់អាជួយចាប់គេយកដីគេយកផ្ទះអស់ហើយមកជួយចាប់នឹងគេចាប់ដាក់គុកអត់មានរឿងអីទៀតឥឡូវសួរលោកថេងតំណាងបរិញ្ញារងបើចារណាតិចមើលចាំបាច់ទេឃុំខ្លួនយើងសិក្សាពីទស្សនកម្មនៃការខុសខាតនោះគាត់ខុសខាតអីខ្លះហើយគ្នាទៅស្ទូចទៅថាអាកុងតឺន័រមានម្ចាស់គ្នាអត់មានអ្នកស្ទូចណាគ្នាទៅលាក់ទុកឲ្យវិញគ្នាបើចាញ់ទៅស្លុយស្នួលក៏មិនអីក៏មិនហើយមកចាប់ដាក់គុកទៀតយើងគិតមើលយើងស្ដាប់អាហេតុផលហ្នឹងខ្លះពោលតែយើងស្ដាប់ហេតុផលហ្នឹងខ្លះបានយកទៅរកយុត្តិធម៌ឲ្យទាំងសងខាងឃើញទាំងតាមមិនដឹងទាំងតែកងឡានហើយរួមគ្នារកអាម្ចាស់លេខទូរស័ព្ទ097ហ្នឹងអាហ្នឹងបានថាយើងជាអ្នកយុត្តិធម៌យើងជាអ្នកត្រឹមត្រូវយើងអត់ស្ដាប់កងមិនដឹងណាយើងអត់ស្ដាប់អ្នកបើកបរដឹងតែអ្នកបើកបរដឹងតែគ្រូឡានសិតតែកាកមនុស្សសិតតែសម្រាមសិតតែជនទុនខ្សោយអញចាប់ក៏បានអញដាក់គុកអីក៏បានតាមអំពើចិត្តអញ្ចឹងអត់ដើមមិនដឹងប៉ូលីសមានលុយមានអំណាចលោកឯងនាំគ្នាធ្វើអញ្ចឹងណាបានគេមកឈរមុខផ្ទះខ្ញុំហ្នឹងអាណត្តិតែខ្ញុំអត់មានអីសោះនេះតែខ្ញុំសូមវល់លោកអើយឈប់ទៅខ្ញុំសូមឲ្យដោះលែងទៅខ្ញុំវល់ហ្មងហើយបើដើមមិនដឹងចង់បានលុយ 2500 ឬប៉ូលីសណានោះចង់បានលុយ 2500 មកយកពីខ្ញុំឲ្យ $3000 ខ្ញុំឲ្យ $3000 ធ្វើមិនដោះលែងពួកគាត់ពីរនាក់ទៅពីលុយគ្នា 2500 អត់បានលុយ 2500 បញ្ជូននេះខាងប៉ូលីសពីនោះមកឥឡូវហ្នឹងខ្ញុំសូមវល់ខ្ញុំសូកតាម Facebook ហ្នឹងហ្មងយកលុយ 3000 ដោះលែងគាត់ទៅឲ្យគាត់ទៅរកស៊ីចាំប្រពន្ធកូនគាត់ទៅខ្ញុំសូមនិយាយបែបហ្នឹងខ្ញុំលែងនិយាយទៀតខ្ញុំពេលខ្លះខ្ញុំឈឺចាប់ចង់សក់ទឹកភ្នែកអាណិតប្រជាជនត្រូវគេធ្វើបាបណាលោកឯងមានលោកឃើញសំណាងជាមន្ត្រីបរិញ្ញានេះលោកឯងមានដែលដឹងឮទេថាសង្គមបច្ចុប្បន្នគេអស់ជំនឿទៅលើស្ថាប័នអនុវត្តច្បាប់យើងតើដើម្បីកសាងជំនឿមកវិញយើងត្រូវធ្វើអីខ្លះធ្វើអញ្ចឹងហ៎អូដើមមិនដឹងគេមានអំណាចមានជាប៉ូលីសអីគេមិនហ៊ានដោះលែងមិនទៅនិយាយចង់វិញយើងស្ដាប់ហេតុផលខ្លះទៅវាមានតែខូចខាតអីនិយាយទៅមិនស្រួលនឹងចេញលិខិតកោទោសហើយមិនណានិយាយអត់ការពិតអត់មូលដ្ឋានធ្វើឲ្យពលរដ្ឋបាត់ជំនឿទៅលើតុលាការអីហូរហែមកអញ្ចឹងតែលោកឯងធ្វើការអត់ស្ដាប់ហេតុផលទេឥឡូវទៅខ្ញុំសូមវល់ទៅណាលោកប៉ូលីសណាត្រូវការលុយ 2500 ហ្នឹងមកយកពីខ្ញុំធានាអត់មានអ្នកផ្ញើ QR code ក៏បានយកលុយសុទ្ធក៏បានខ្ញុំសង $3000 ទៅដើមមិនដឹងក៏បានដែរដើមមិនដឹងមកយកលុយពីខ្ញុំបើដើមមិនដឹងមកខ្ញុំឲ្យ $5000 តើដកពាក្យមិនដឹងឈប់ដឹងជាជនទៅអាណិតខ្ញុំ
anh bảo loại thưa bác chẳng loại bách tới qua bách căn thật nào mà tốt đi do nãy linh trong chắc nãy các bạn nè thưa tam với chắc ta bảo loại trong ban đôi nó mà do bị thay năm con là phải nào từ bách đập lên của copy nên nó phải lọt theo vậy là rất snap chứ ok khai nhom hot mình ta នៅបងប្អូនបានស្ដាប់នៅការលើកឡើងតាមរយៈ live show របស់លោកពូផៃម៉ាណាពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលបរិបពីរនាក់ទៅស្ទូចបាទទូកុងតឺន័រហើយត្រូវបានម្ចាស់ដើមមិនដឹងខាត់ខ្លួនបាទពាក់ព័ន្ធទៅនឹងករណីនេះគឺលោកពូផៃម៉ាណាបានបញ្ជាក់ឲ្យគឺដើមមិនដឹងដែលជាមន្ត្រីនគរបាលមានអំណាចដោយព្យាយាមទាមទារសំណង$2,500ក្នុងការជាធ្នូនឹងការដកនៅពាក្យបណ្ដឹងចេញវិញអញ្ចឹងលោកពូផៃម៉ាណាបានធ្វើការប្រកាសហើយបើសិនជាដើមមិនដឹងហ្នឹងចាំបានលុយខ្លាំងគឺមកយកពីគាត់មកតម្លាក់ QR code មកគាត់បាញ់ជូន$3,000បើចង់បានខ្លាំងកាន់តែច្រើនមកយកជាមួយគាត់ឲ្យផ្ទាល់មកគាត់ឲ្យ$5,000តែម្ដងបាទហើយនៅក្នុងវីដេអូហ្នឹងដែរលោកពូផៃម៉ាណាក៏បានបាទស្នើសុំយ៉ាងទទូចទៅកាន់ស្ថាប័នតុលាការក៏ដូចជាព្រះរាជអាជ្ញារងដែលចេញចំណាត់ការក្នុងការឃាត់ខ្លួនក៏ដូចជាឃុំខ្លួនបរិសុទ្ធទាំងពីរនាក់ដែលគាត់បានទៅស៊ីឈ្នួលស្ទូចបាទទូកុងតឺន័រហ្នឹងខណៈដែលអ្វីដែលសំខាន់នោះបរិសុទ្ធទាំងពីរនាក់ហ្នឹងគឺមានម្នាក់ដែលជាជនភៀសទៀតដែលគ្នាខំស្កាត់មករកការងារធ្វើនៅក្នុងទីក្រុងភ្នំពេញមកដល់ទីក្រុងភ្នំពេញហើយមកជួបរឿងរ៉ាវអញ្ចឹងទៀតអញ្ចឹងសង្ឃឹមថាពលឺនៃយុទ្ធធម៌សម្រាប់ពួកគាត់នឹងមានឆាប់នេះបាទតាមរយៈការស្វែងរកយុទ្ធធម៌ពីសំណាក់លោកពូផៃម៉ាណាក៏ដូចជាបងប្អូនមហាជនទូទៅផងដែរអញ្ចឹងសម្រាប់បងប្អូនមហាជនទូទៅក៏ដូចជាខ្ញុំបាទផងដែរមានតែរងចាំតាមដានជាបន្តទៀតថារឿងរ៉ាវនេះនឹងទៅជាយ៉ាងណាសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនណាស់បងប្អូន